សម្ដេចតេជោហ៊ុនសែនចាប់អារម្មណ៍នឹងចែករំលែកអត្ថបទលោកស៊ូផាឡាកាន់ចនៈហ៊ុនឌីក្រោមចំណងជើងថាមនុស្សធម៌ខ្វះការអាណិតអាសូរនៅលើបណ្ដាញសង្គមផ្លូវការនារសៀលថ្ងៃទី10ខែសីហាឆ្នាំ2026សម្ដេចតេជោហ៊ុនសែនបានសរសេរយ៉ាងដូចនេះថាថ្ងៃនេះខ្ញុំមានចំណាប់អារម្មណ៍ទៅលើអត្ថបទរបស់លោកស៊ូផាឡាកាន់ចនៈហ៊ុនឌីអ្នកសារព័ត៌មាននិងអ្នកស្រាវជ្រាវដែលមានជំនាញខាងនយោបាយអន្តរជាតិជាពិសេសនៅក្នុងអាស៊ានបានសរសេរក្រោមចំណងជើងថាមនុស្សធម៌ខ្វះការអាណិតអាសូរខ្ញុំសូមចូលរួមចែករំលែកនៅអត្ថបទនេះដោយបកប្រែក្រៅផ្លូវការដើម្បីជូនប្រជាជននៃប្រទេសទាំងពីរកម្ពុជានិងថៃបានជ្រាបនិងយល់ដឹងបន្ថែមដែលខ្ញុំសូមមិនមានការធ្វើអត្ថាធិប្បាយបន្ថែមអ្វីទេទៅលើអត្ថបទរបស់លោកនោះទេសូមទុកឲ្យប្រជាជនទាំងពីរពិចារណាលើសំណេរដែលមានខ្លឹមសារអត្ថបទរៀបរាប់ទាំងស្រុងមនុស្សធម៌ខ្វះការអាណិតអាសូរផ្សាយលើគណនី Facebook prachathai.com ថ្ងៃទី10ខែសីហាឆ្នាំ2026ភាពច្របូកច្របល់រវាងគោលការណ៍មនុស្សធម៌និងអធិបតេយ្យភាពបានធ្វើឲ្យក្រសួងការបរទេសថៃរុញចំនួនជាមួយកម្ពុជាចូលទៅកាន់វេទិកាអន្តរជាតិម្ដងទៀតដែលបានចេញថ្លែងការណ៍ឆ្លើយតបទៅកាន់លោក Tom Andrew អ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាការឆ្លើយតបនេះបានប្រើប្រាស់ខ្លឹមសារនិងព័ត៌មានដែលមិនស៊ីសង្វាក់គ្នានិងមិនសមហេតុផលរហូតបង្កជាការបារម្ភថាអាចក្លាយជាចំណុចខ្សោយចោទជាបញ្ហាដល់ជំហរការទូតនិងកិច្ចការអន្តរជាតិរបស់ថៃខ្លួនឯងដូចខាងក្រោមការអះអាងរបស់ថៃចំពោះករណីដែលអ្នករាយការណ៍ពិសេសអះអាងថាមានជនភៀសខ្លួនកម្ពុជាចំនួន 650,000 នាក់នោះគឺភាគីថៃសូមធ្វើការបកស្រាយថាចំនួនដែលបានលើកឡើងនោះតាមការពិតមួយផ្នែកគឺជាប្រជាជនកម្ពុជាដែលរស់នៅក្នុងតំបន់ដែលថៃធ្លាប់បើកជាមជ្ឈមណ្ឌលជ្រកកោនបណ្ដោះអាសន្នកាលពីចុងទសវត្សរ៍ឆ្នាំ1970ដែលជាការផ្ដល់ជំនួយមនុស្សធម៌ពីភាគីថៃទោះជាយ៉ាងណាបន្ទាប់ពីស្ថានភាពបានធូរស្រាលក្រុមបុគ្គលទាំងនោះមិនបានចាកចេញពីតំបន់នោះឡើយទោះបីជាភាគីថៃបានធ្វើការតវ៉ាទៅកាន់ភាគីកម្ពុជាជាច្រើនលើកច្រើនសារក៏ដោយដូច្នេះពួកគេត្រូវបានចាត់ទុកថាជាបុគ្គលដែលបានឈ្លានពានទឹកដីថៃនិងមិនរាប់បញ្ចូលក្នុងនិយមន័យនៃជនភៀសខ្លួនក្នុងស្រុកឡើយចំណុចខ្សោយទី1ជនភៀសខ្លួនក្នុងស្រុកតាមនិយមន័យរបស់អង្គការសហប្រជាជាតិសំដៅលើបុគ្គលឬក្រុមមនុស្សដែលត្រូវបានបង្ខំឬចាំបាច់ត្រូវរត់ភៀសខ្លួនចោលផ្ទះសម្បែងឬទីលំនៅធម្មតារបស់ខ្លួនដើម្បីជៀសវាងពីផលប៉ះពាល់នៃចំនួនប្រដាប់អាវុធអំពើហិង្សារាលដាលការរំលោភសិទ្ធិមនុស្សឬគ្រោះមហន្តរាយធម្មជាតិនិងគ្រោះមហន្តរាយដែលកើតចេញពីមនុស្សដែលបុគ្គលទាំងនោះមិនបានឆ្លងកាត់ព្រំដែននៃរដ្ឋដែលទទួលស្គាល់ជាអន្តរជាតិនោះឡើយការដែលហេតុការណ៍ប៉ះទង្គិចគ្នាតាមបណ្ដោយព្រំដែនរវាងទាហានថៃនិងកម្ពុជាបានបណ្ដាលឲ្យប្រជាជនកម្ពុជាជាច្រើនមិនថាក្នុងចំនួនប៉ុន្មានក៏ដោយត្រូវភៀសខ្លួនចូលកាន់តែជ្រៅទៅក្នុងដែនដីកម្ពុជានោះគឺត្រឹមត្រូវតាមនិយមន័យទាំងស្រុងដោយមិនចាំបាច់ឲ្យភាគីថៃលើកយកមកធ្វើជាប្រធានបទតស៊ូមតិឬប្រកែកជំទាស់នោះឡើយចំណុចខ្សោយទី2អាជ្ញាធរថៃមិនបានធ្វើបញ្ជីជំរឿនប្រជាជនកម្ពុជានៅក្នុងតំបន់ទាំងនោះទាល់តែសោះដោយមិនអាចបញ្ជាក់បានច្បាស់លាស់ថាតើនរណាភេទអ្វីអាយុប៉ុន្មាននិងមានចំនួនប៉ុន្មានប្រកបដែលបានរស់នៅក្នុងតំបន់ដែលថៃអះអាងថាធ្លាប់ជាមជ្ឈមណ្ឌលជ្រកកោនតាំងពីសម័យសង្គ្រាមស៊ីវិលរហូតមកដល់បច្ចុប្បន្ននោះឡើយការប្រើប្រាស់ពាក្យថាមួយផ្នែកគឺគ្រាន់តែជាការសន្និដ្ឋានទាញចេញពីហេតុការណ៍ប្រវត្តិសាស្ត្រដែលតាមការពិតគ្មានទំនាក់ទំនងចាំបាច់អ្វីជាមួយហេតុការណ៍ប៉ះទង្គិចតាមបណ្ដោយព្រំដែនដែលទើបតែកើតឡើងនាពេលថ្មីៗនេះនោះទេចំណុចខ្សោយទី3ការអះអាងថាតំបន់ទាំងនោះតំបន់ជោគជ័យនងច័ន្ទនិងព្រៃច័ន្ទនងយ៉ាកែវជាដែនដីរបស់ថៃគឺជាការអះអាងតែខាងភាគីថៃតែម្នាក់ឯងប៉ុណ្ណោះអង្គហេតុជាក់ស្ដែងគឺភាគីថៃនិងកម្ពុជានៅតែមានទស្សនៈមិនត្រូវគ្នាស្ដីពីទីតាំងបង្គោលព្រំដែនលេខ42 43 46និង47ដោយកំពុងរងចាំការបញ្ជាក់ខាងបច្ចេកទេសពីគណៈកម្មាធិការព្រំដែនរួម JBC នៅឡើយដូច្នេះវាមិនអាចរាប់បញ្ចូលថាជាដែនដីនៃរដ្ឋដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិបាននោះឡើយចំណុចខ្សោយទី4
សហគមន៍ជោគជ័យនិងព្រៃច័ន្ទឬភូមិនងច័ន្ទនិងនងយ៉ាកែវតាមការយល់ឃើញរបស់ភាគីថៃត្រូវបានកាត់ផ្តាច់ដោយខ្សែព្រំដែនដែលភាគីទាំងពីរអះអាងថាត្រួតស៊ីគ្នានៅឡើយនៅពេលពិនិត្យលើស្ថានភាពរស់នៅជាក់ស្ដែងរបស់ប្រជាជននៅតំបន់នោះឃើញថាប្រជាជនភាគច្រើនរស់នៅក្នុងដែនដីដែលហួសខ្សែព្រំដែនដែលថៃទាមទារទៅទៀតដូច្នេះការសន្និដ្ឋានជារួមថាពួកគេរស់នៅក្នុងមជ្ឈមណ្ឌលជ្រកកោនដោយមិនព្រមចាកចេញគឺជាការអះអាងដែលលើសពីការពិតការអះអាងរបស់ថៃយល់ឃើញថាប្រធានបទស្ដីពីសិទ្ធិក្នុងការវិលត្រឡប់ទៅកាន់មាតុភូមិវិញមិនគួរបង្កើតឡើងដើម្បីប្រើប្រាស់ជាឧបករណ៍ស្វែងរកផលប្រយោជន៍នយោបាយឬដើម្បីការផ្សព្វផ្សាយបែបឃោសនាជារឿងសំខាន់ជាងការគិតគូរដល់គោលការណ៍មនុស្សធម៌ពិតប្រាកដនោះឡើយចំណុចខ្សោយការតស៊ូមតិនេះស្ដាប់ទៅហាក់ដូចជាមានហេតុផលខ្លាំងណាស់ប៉ុន្តែខ្វះទម្ងន់ព្រោះថៃខ្លួនឯងក៏បានធ្វើទង្វើបែបនេះដែរដោយការយករឿងអធិបតេយ្យភាពនិងបូរណភាពទឹកដីមកធ្វើជាប្រធានបទរហូតក្លាយជាការជិះជាន់លើរឿងមនុស្សធម៌ដែលថៃអះអាងថាប្រកាន់ខ្ជាប់នោះទៅវិញគោលការណ៍សំខាន់របស់អង្គការសហប្រជាជាតិសិទ្ធិមនុស្សធម៌គ្មានព្រំដែននោះទេសិទ្ធិក្នុងការវិលត្រឡប់ទៅកាន់មាតុភូមិសំដៅលើទីកន្លែងដែលធ្លាប់រស់នៅកើតឬធំធាត់ឡើងប៉ុន្តែមិនចាំបាច់ទាមទារឲ្យមានកម្មសិទ្ធិឬជាពលរដ្ឋនៃរដ្ឋនោះជានិច្ចនោះទេមនុស្សជាច្រើននៅលើពិភពលោកនេះកើតមកដោយមិនដឹងខ្លួនឯងថាជាពលរដ្ឋនៃរដ្ឋណាមួយឡើយជនអនាថាក្រៅស្រុកប៉ុន្តែពួកគេនៅតែមានសិទ្ធិរស់នៅលើពិភពលោកនេះឬវិលត្រឡប់ទៅកាន់ទីកន្លែងដែលពួកគេធ្លាប់ស្គាល់រដ្ឋដែលអះអាងថាគោរពគោលការណ៍មនុស្សធម៌ត្រូវតែគោរពនិងអនុញ្ញាតឲ្យពួកគេរស់នៅទីនោះលើសពីនេះតាមពិតរដ្ឋថៃក៏ធ្លាប់អធិស្ឋានលើគោលការណ៍មនុស្សធម៌អនុញ្ញាតឲ្យពួកគេរស់នៅបានអស់ជាច្រើនទសវត្សរ៍មកហើយដូច្នេះគ្មានហេតុផលអ្វីដែលត្រូវបណ្ដេញគេចេញនៅពេលនេះឡើយរឿងដែលសំខាន់បំផុតគឺជារឿងដែលត្រូវបែងចែកឲ្យបានច្បាស់លាស់ថាអធិបតេយ្យភាពគឺជាប្រធានបទរវាងរដ្ឋនិងរដ្ឋការដែលប្រទេសថៃអនុញ្ញាតឲ្យបុគ្គលណាម្នាក់រស់នៅលើដែនដីដែលបានឈ្មោះថានៅក្រោមអធិបតេយ្យភាពថៃក៏មិនបានបង្កឲ្យបាត់បង់អធិបតេយ្យភាពឬបូរណភាពដែនដីទៅឲ្យរដ្ឋផ្សេងទៀតនោះឡើយករណីនេះក៏ដូចគ្នាប្រទេសថៃឲ្យប្រជាជនកម្ពុជាមួយចំនួនរស់នៅលើដែនដីដែលជឿថាស្ថិតនៅក្រោមអធិបតេយ្យភាពថៃអស់រយៈពេលជាយូរក៏មិនបានធ្វើឲ្យកម្ពុជាក្នុងនាមជារដ្ឋមួយអាចមកទាមទារអធិបតេយ្យភាពលើដែនដីនោះបានដែរហើយក៏មិនអាចប្រើប្រាស់គោលការណ៍នៃការកាន់កាប់ផ្ទុយក្រោមច្បាប់ស៊ីវិលថៃដើម្បីទាមទារសិទ្ធិរបស់ខ្លួនបានដែរការអះអាងរបស់ថៃចំពោះករណីពលករកម្ពុជាដែលធ្វើដំណើរចេញពីប្រទេសថៃដែលអ្នករាយការណ៍ពិសេសអះអាងថាមានចំនួន 900,000 នាក់នោះភាគីថៃសូមធ្វើការបកស្រាយថាពលករកម្ពុជាដែលធ្វើដំណើរត្រឡប់ទៅប្រទេសវិញបន្ទាប់ពីកើតមានចំនួននៅតំបន់ព្រំដែនថៃកម្ពុជារួមទាំងអ្នកដែលមានច្បាប់អនុញ្ញាតធ្វើការត្រឹមត្រូវនិងអ្នកដែលលួចចូលមកធ្វើការដោយខុសច្បាប់ហើយពលករទាំងនោះបានធ្វើដំណើរត្រឡប់ទៅកម្ពុជាដោយស្ម័គ្រចិត្តបន្ទាប់ពីមានការអំពាវនាវពីរដ្ឋាភិបាលកម្ពុជាទន្ទឹមនេះរដ្ឋាភិបាលថៃបានផ្ដល់ការបដិញ្ញាចិត្តជាបន្តបន្ទាប់ថាតែងតែយកចិត្តទុកដាក់លើសុវត្ថិភាពរបស់ពលករកម្ពុជាទាំងអស់នៅក្នុងប្រទេសថៃហើយមិនដែលប្រកាន់គោលនយោបាយបណ្ដេញពលករកម្ពុជាចេញពីប្រទេសនោះឡើយចំណុចខ្សោយប្រទេសថៃបានបិទច្រកព្រំដែនតាំងពីខែមិថុនាឆ្នាំ2025ហើយទើបតែបានប្រកាសពីការពន្យាពេលក្នុងការបន្តលិខិតអនុញ្ញាតការងារសម្រាប់ពលករកម្ពុជាជិត 100,000 នាក់កាលពីខែធ្នូឆ្នាំ2025ដែលជាហេតុធ្វើឲ្យពលករទាំងនោះមិនអាចត្រឡប់មកធ្វើការនៅក្នុងប្រទេសថៃវិញបានទោះបីជាមិនមានគោលនយោបាយដេញពួកគេត្រឡប់ទៅវិញដោយការអះអាងក៏ដោយប៉ុន្តែទង្វើនេះមិនបានបង្កើតបរិយាកាសអំណោយផលដល់ការដែលពួកគេអាចទៅធ្វើការនៅក្នុងប្រទេសថៃបានទៀតនោះទេសេចក្តីសន្និដ្ឋានទោះបីជាការចេញថ្លែងការណ៍ឆ្លើយតបទៅកាន់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិដែលបានបំពេញភារកិច្ចតាមវិសាលភាពមុខងាររបស់ខ្លួនគឺជាសិទ្ធិរបស់រដ្ឋាភិបាលថៃដែលអាចធ្វើបានក៏ដោយប៉ុន្តែវាមិនបានផ្ដល់ផលប្រយោជន៍អ្វីនោះដែរលើសពីនេះការជ្រើសរើសផ្ដល់ព័ត៌មានមិនគ្រប់ជ្រុងជ្រោយឬការកាត់យករឿងរ៉ាវយកមកនិយាយត្រឹមតែមួយផ្នែកដោយដែលក្រសួងការបរទេសថៃបានប្រព្រឹត្តនោះមើលទៅហាក់ដូចជាការកាត់បន្ថយភាពគួរឲ្យទុកចិត្តខាងការទូតនិងកិច្ចការអន្តរជាតិរបស់ប្រទេសថៃខ្លួនឯងទៅវិញទេ